ថ្ងៃនេះមានរឿងថ្មីប្លែកហើយហ៊ានទៀតថ្ងៃនេះគឺរន្ធត់ណាបងប្អូនបានស្ដាប់ហើយគឺធានាថាញាក់យប់ឡើងដេកអត់លក់សម័យហ្មងសូមស្វាគមន៍បងប្អូនមកកាន់ Channel អតីតកាលចាថ្ងៃហ្នឹងគឺមកជួបវាគ្មិនរបស់យើងចង់ដឹងថាសាច់រឿងនឹងសាហាវរន្ធត់ប៉ុណ្ណាបងប្អូនមកជួបគាត់ទាំងអស់គ្នាសួស្ដីបាទសួស្ដីថ្ងៃហ្នឹងឮថាមានរឿងរន្ធត់ព្រឺព្រួចមែនទេបាទមានអូខេសូមសម្រាយបន្តិចមកដើម្បីបងប្អូនយើងស្ដាប់ឲ្យមានអារម្មណ៍ថាជក់ចិត្តដិតអារម្មណ៍បាទតាបាទរឿងនេះបងប្អូនកុំភ្លេចស្ដាប់ពីដើមដល់ចប់ព្រោះរឿងនេះជក់ចិត្តដែរអញ្ចឹងណាអូខេអញ្ចឹងដំណើរសាច់រឿងនេះដំបូងដៃហ្នឹងពួកខ្ញុំមានបងម្នាក់គាត់នៅប្រុសហ្នឹងគាត់មកពីស្រុកគាត់អញ្ចឹងណាគាត់មករៀនស្រុកខាងខ្ញុំអញ្ចឹងហើយបងអ្នកហ្នឹងគាត់និយាយទៅនៅគាត់គឺឆ្វាក់ខាងអញ្ចឹងហ្មងគឺជួបមនុស្សអញ្ចឹងណាគឺគេថាកាយ៉ាវពីដើមចាប់ពីដើមថាកាយ៉ាវជួបខ្មោចយើងនិយាយទៅហ្នឹងហើយគាត់ឲ្យតែពេលគាត់មកគាត់តែនិយាយរឿងហ្នឹងឯងគាត់សារជួបអញ្ចឹងណាតែដល់ពេលថ្ងៃហ្នឹងគាត់ជាមនុស្សអញ្ចឹងហើយគាត់ចូលចិត្តដើររកត្រីដើរយប់អញ្ចឹងហ៎នឹងទាំងយប់ទាំងថ្ងៃគាត់រកអញ្ចឹងណាគាត់បកកែរកអញ្ចឹងគាត់ពវយើងហ្នឹងហើយគាត់ពវយើងតោះទាំងតបងស្នាញ់ហីអញ្ចឹងទៅខ្ញុំក៏កាលហ្នឹងនៅក្មេងដែរខ្ញុំយុគទុង10ឆ្នាំជាងដែរអញ្ចឹងណាហ្នឹងហើយដល់អញ្ចឹងទៅក៏នោះមានទៅដែរនោះមានទៅដបងដៃទៅគាត់ពីខ្ញុំទេហើយពវម្នាក់ទៀតគាត់រៀងរបួលអញ្ចឹងណាគាត់ឲ្យខ្ញុំដើរមកមុនអញ្ចឹងណាតែទៅពួកខ្ញុំដើរមកមុនទៅលបាក់ជាខ្ទង់ម៉ោងនេះទេម៉ោង10អីទេខ្ញុំដើរមកហ្នឹងណាហើយតើតើនឹងបច្ឆាហ្នឹងនៅក្នុងវត្តមិននៅក្នុងហ្មងឯងរៀងក្នុងព្រៃដែរអញ្ចឹងរៀងក្នុងព្រៃយើងដាច់អាជីលមែនទេហ្នឹងហើយអញ្ចឹងខ្ញុំដើរចូលតាមសាលាពួកសាលាហ្នឹងនៅជាប់វត្តដែរទេអញ្ចឹងរឿងថាបច្ឆាហ្នឹងដើរផុតសាលាហ្នឹងតិចចូលដល់ក្នុងព្រៃហ្នឹងមិនដល់បច្ឆាហ្នឹងបច្ឆាហ្នឹងដល់អញ្ចឹងទៅយើងចាំគ្នាសិនអញ្ចឹងណាយើងដើរមកដល់ក្នុងសាលាហ្នឹងប្រហែលជាម៉ោង10សាលាបឋមហ្នឹងចាំជុំគ្នាហើយចាំទៅរកកន្លែងបងត្រីហ្នឹងបាទចាំជុំគ្នាបើយើងទៅទាំងអស់គ្នាបើយើងទៅគ្នា3នាក់អញ្ចឹងណាចាំម្នាក់ទៀត4នាក់ទៀតគាត់នៅធ្វើកិច្ចការងារទៀតហើយគាត់មកតាមក្រោយអញ្ចឹងណាអញ្ចឹងទៅក៏គាត់ធ្វើហើយខ្ទង់ម៉ោងមិន10ម៉ោងមិន10ណាម៉ោងមិន10ធម្មតាសិស្សកំពុងតែនៅរៀនទេពេលហ្នឹងណាដូចចឹងទៅយើងក៏ថ្ងៃត្រង់ដែរយើងរៀងហែវដែរយើងក៏ទិញក្រែមកៃកាលនោះមានគីឡូក្រែមកៃបាទក្រែមកៃម្ដង500,000គេបាញ់លេខហ្នឹងមែនហ្នឹងអានេះស្គាល់ទីបាញ់លេខក្រែមកៃ20ក្រែមពួកដាច់ដីពួកអីចឹងណាគេពួកដើមវិញវិញយើងហូបទៅចែកគ្នាទីទួយទៅក៏គៀកម៉ោង2:10ដែរទៅម៉ោង10ជាងអញ្ចឹងណា2:10ថ្ងៃត្រង់បាទតែយើងអត់ដល់2:10ទេយើងលក្ខណៈថាយើងនៅចែកគ្នាហ្នឹងខ្ទង់ម៉ោង10ជាងឯងដល់យើងក៏ថាថ្ងៃរៀងជិលហើយយើងក៏ដើរទៅអញ្ចឹងណាទៅបងហ្នឹងគាត់អ្នកលីសំណាញ់អញ្ចឹងទៅយើងអ្នកកាន់ត្រង់ត្រីអញ្ចឹងណាដាក់ត្រីទៅគាត់ដើរក្នុងគេដើរសំដៅទៅកន្លែងបច្ឆាហ្នឹងណាដើរទៅដល់ម៉ោង2:10ត្រឹមម៉ោង9ណាអាហ្នឹងរឿងដែលយើងមិនគិតមិនបានគិតអញ្ចឹងណាព្រោះកាលពីក្មេងហ្នឹងយើងសប្បាយជ្រួលជ្រើមយើងអាចគិតរឿងយ៉ាងអញ្ចឹងទេចង់ឲ្យតែមានគ្នាដើរលេងនឹងឲ្យតែមានគ្នាទៅរកត្រីទៅសប្បាយអស់កាលហ្នឹងដល់អញ្ចឹងកាលហ្នឹងខ្ញុំបានមើលម៉ោងដែរប៉ុន្តែយើងអត់គិតដល់រឿងហ្នឹងទេយើងអត់ចាប់អារម្មណ៍មែនទេហ្នឹងយើងក៏មក2:10អញ្ចឹងទៅហើយលក្ខណៈថាយើងទៅយើងគាត់ដំបងដៃសប្បាយអត់ដល់ពេលម៉ោង2:10យើងក៏លេចទៅមើលឃើញបច្ឆារៀងព្រឺដែរហើយស្មានហ្នឹងបងប្អូននឹងស្រាប់បើស្មានហ្នឹងពេលចាំគឺស្ងប់ខ្យល់ស្ងាត់ខ្យល់12:00បាទពេលថ្ងៃក្តៅខ្លាំងហ្នឹងគឺស្ងប់ខ្យល់ធម្មតាប៉ារីមានលឹកឈើតែហ្នឹងជុំវិញបច្ឆាហ្នឹងមានដើមឈើអញ្ចឹងណាមានដើមស្រល់ដើមអីព្រៀងខ្យល់នេះច្រើនហ្នឹងទៅដើមធំដែរដើមឈើហ្នឹងហើយនៅខាងកើតនិយាយទៅបច្ឆាហ្នឹងនៅខាងកើតអាស្រះហ្នឹងនៅជាប់អញ្ចឹងណាហើយទិដ្ឋភាពទឹកនៅជាប់ហ្នឹងទឹកខ្មៅហ្មងទឹកខ្មៅគឺថាទឹកគេដុតមកទុកគេដុតនៅហើយគេបោះចូលនឹងវាដូចអុកអញ្ចឹងអាណានៅសល់អញ្ចឹងណាក៏ប៉ុន្តែវាមិនដឹងថាខ្មៅហ្នឹងខ្មៅសាទរឿងហ្នឹងឬក៏ខ្មៅសាទស្លឹកឈើទេវាអាចមកពីស្លឹកឈើដែរអញ្ចឹងទឹកខ្មៅឡំគ្នាបាទដល់ពេលគាត់រៀបបងគាត់ទាញសំណាញ់គាត់រាយអញ្ចឹងទៅគាត់ចាប់អណ្ដងសំណាញ់អញ្ចឹងណាតែអាកំពុងតែចាប់ហ្នឹងគឺស្ងាត់មែនតើមានគ្នា3នាក់ទេស្ងាត់បើហ៊ីងមកអ្នកមាត់ប្រឡប់ពេលហ្នឹងដល់វគ្គនិយាយគ្នាប្រឡប់ប៉ុន្តែសម្រាប់លឹកឈើឬស្រាប់
អត់មានខ្យល់តែលឺសម្រាប់លឹកឈើ ស្តៀងនឹងដើរអញ្ចឹង អានេះភ័យ តែយើងគិតថាយើងប្រឡប់ទៅយើងនិយាយគ្នាដល់ទៅគាត់បងគាត់ប្រាប់បងហើយនិយាយតាមត្រង់បងប្អូនអារម្មណ៍បែបអារម្មណ៍ខ្ញុំពេលហ្នឹងមិនហ៊ានមើលបច្ឆានឹងចំទេមើលតាមកកបល់ស្រះហ្នឹងទេ អត់ហ៊ានកលែកចំខ្លាច បាទខ្លាចអញ្ចឹងណាព្រោះយើងឡាយទៅងាកទៅឃើញអីស្គូយើងមិនដឹងអារម្មណ៍ទៅណាទៅណី សោះស្គូប្រងគីឡូមកសក់ក្បាលកត្រេងកត្រឹង ហ្នឹងហើយតែអញ្ចឹងបងនឹងគាត់ក៏បងបានត្រីហ្នឹងណាបងមកសំណាញ់ទីមកបានត្រីហើយបងអូននឹងត្រីមកត្រីហ្នឹងគឺធំណាត្រីកញ្ចុកធម្មតាតែប៉ុនមានដៃមានជើងអស់ហើយថាត្រីហ្នឹងចង់ពី3ធ្នប់ដៃ អានោះតែឆ្លាំងទេ អត់ទេត្រីកញ្ចុកហ្មង ទីកញ្ចក់មែន បាទធំហ្មងត្រីហ្នឹងពួកប្រហែលជាអត់សូវមានអ្នកហ៊ានរក គេចឹងត្រីវានៅសល់ បាទត្រីក្រាញ់អីក៏ធំដែរត្រីធំណាអញ្ចឹងទៅអូត្រីធំហើយខ្មៅត្រីយើងញើដែរពេលឃើញត្រីអញ្ចឹងហើយបងមិនទីមើលអីទេប៉ុន្តែសភាពលឺស្រាប់ៗគឺនៅដដែល បាត់ហើយណា ហ្នឹងហើយដល់ពេលហើយបងមិនទី2បានត្រីទៀតបានត្រីច្រើនទៀតក្នុងវាដោះអញ្ចឹងណាដោះបដាជ័យគ្នាប្រឡប់បដាអញ្ចឹងណាតែក្នុងចិត្តម្នាក់គឺរៀងភ័យដែរព្រោះដោយសារយើងធ្វើនឹងថ្ងៃត្រង់ឲ្យស្ងាត់ណាមានយើង3នាក់ហ្មង ខ្លាចដែរពេលចឹង ដល់ពេលបងតំណាញ់ទី3ផ្លឹបចម្លែកថងថាបងមួយដែលគាត់អ្នកបងសំណាញ់ដែលខ្ញុំនិយាយថាគាត់ជាអ្នកឆ្វាក់រឿងយ៉ាងចឹងហ្នឹងគឺគាត់អត់មាត់មកគាត់ថាមាត់ឆឹងគាត់ឈ្ងុយមុខប្រា ភ័យគាត់ឃើញអីមិនទៅ ហ្នឹងហើយពេលបងហ្នឹងគាត់កលេចទៅមើលត្រយមកខាងនៃស្រះហ្នឹងណានៃស្រះហ្នឹងគាត់ឈ្ងុយមុខតើមកគាត់ទាញហើយធម្មតាយើងបងសំណាញ់ទី1ទី2ហ្នឹងយើងបានត្រីយើងមិនដោះត្រីអញ្ចឹងណាដាក់ត្រង់អញ្ចឹង ចា តែផ្លៃអេនណាញ់ទី3គាត់ក៏ដោះទេ យកទាំងសណាញ់ទាំងត្រីក្តោបទៅទៅ ហ្នឹងហើយបានត្រីច្រើនទៀតអញ្ចឹងទៅគាត់ឈ្ងុយមុខហើយគាត់អស់មួយហើយគាត់កវួចតំណាញ់ទៅហ្មងតាតោះដែរទៅរឿងឡើងផ្សេងទៅយើងអត់ដឹងរឿងយើងក៏សួរគាត់ថាមិនទៅឡើងផ្សេងអីព្រោះបានត្រីច្រើនមិនក៏ទៅអញ្ចឹងណា ចា អេមកតាមអញសិនមកអញប្រាប់គាត់និយាយអញ្ចឹងណាដល់ដើរទៅផុតបច្ឆានឹងប្រហែលជា 400-500 ម៉ែត្រគាត់និយាយអញ្ចឹងគាត់អង្គុយនិយាយហ្មងគាត់បោះថ្មហើយអង្គុយនិយាយថាហេតុឃើញអីចឹងម៉ែឃើញសួរយើងអញ្ចឹងអត់ឃើញផងគាត់ថាវាស្ងាត់យ៉ាងនិយាយអញ្ចឹងស្ងាត់រៀងព្រឺសបល់ដែរអញឃើញ គាត់ថាគាត់ឃើញហ្នឹង និយាយទៅព្រឺសបល់ថាអញគាត់ដល់បងណាញ់ទី1ទី2អេណាញ់ទី3គាត់ងាកមកទៅឃើញមនុស្សប្រុសបួនវាថាបួនក្បិនណា មន់ក្បិន នឹងដោះអាវ អូ ដែលអស់ដោះអាវសសាច់គាត់សគាត់ថាឃើញនៅប្រុសនឹងចង់ក្បិនធ្វើចកេះអាបិតាខ្មៅដូចសពុតអាចារ្យអញ្ចឹងយ៉ាងហ្នឹងខ្មៅអញ្ចឹង សពុតខ្មៅទៅចង់ក្បិន ហ្នឹងហើយអង្គុយចង់ហៅធម្មតានេះអង្គុយចំកប់ដូចយើងអាំងភ្លើងអង្គុយអញ្ចឹង គឺចង់ហៅ ហ្នឹងហើយអង្គុយហើយស្លឹកមើលមុខគាត់ចំហ្មងស្លឹកហើយញឹមដាក់គាត់ហ្មង តែចេះតែនេះ សាច់ឈាមដូចចិនអញ្ចឹងគាត់និយាយទឹកព្រឺរស់ទឹកហៅថារូបរាង រូបរាងដូចចិន ផិនភាកហ្នឹងហើយផិនភាកស្អាតអញ្ចឹងទៅនៅប្រុសតែអត់មានថាអូចេញមុខអីឈាមអីញ៉ាញ់ឲ្យគាត់ខ្លាចទេគាត់ថាអង្គុយញឹមដាក់គាត់អត់មានប្រពេចភ្នែកទេគឺ សឡងយកមក បាទវាថាមនុស្សឲ្យញឹមបែប ភ្នែកបោកធំមែនទេ ហ្នឹងហើយញឹមបែបចឹងដូចចឹងទៅគាត់នៅឃើញភ្លាមគាត់ឈប់មកបាទហើយជាក់ស្ដែងទៅគឺនៅពេលដែលបងខ្ញុំចាញ់តែលួចភ្នែកខ្ញុំលួចមើលរហូតខ្ញុំតែគាត់ខ្ញុំអត់ដឹងទេគាត់ខ្ញុំអត់ដឹងតែបើសម្រាប់ខ្ញុំលួចមើលទាំងអស់ហើយកន្លែងបច្ឆាហ្នឹងខ្ញុំគិតលេខភ្នែកមើលដែរខ្លាចឃើញចៃដន្យអញ្ចឹងណា តែអត់មានឃើញមែនទេ បាទពួកឯងមនុស្សខ្ញុំពេលខ្លះខ្លាចប៉ុន្តែចង់ដឹងចង់ឃើញ ដឹងចង់ភ្លក់ហ៎ បាទអញ្ចឹងទៅក៏គាត់ថាពេលគាត់ឃើញភ្លាមគឺគាត់ដឹងថាហ្នឹងហ្នឹងមនុស្សទេព្រោះយើងមើលមួយថ្ងៃអត់ឃើញហើយតែមកទី3ហ្នឹងឃើញអង្គុយនឹងភ្លាម ឃើញអង្គុយចង្ងក់ហ្មង ហ្នឹងហើយមនុស្សណាមើលលឺថាហ្នឹងមិនអញ្ចឹង ត្រូវហើយ ហើយជាក់ស្ដែងហ្នឹងស្រះហ្នឹងគឺស្រះហ្នឹងបច្ឆាហ្នឹងគឺនៅជាប់គ្នា នៅជាប់ មិនប្រហែលម៉ែត្រទេ ជំនឿថាពេលដុតទៅវាអាចហៀទឹកឬមួយក៏សល់របស់អីអាចគេបោះចូលនឹងស្រះហ្នឹងមែនទេ ហ្នឹងហើយតែអញ្ចឹងទៅនិយាយទៅគឺខ្ញុំព្រួយសបល់ថាខ្ញុំឃើញនៅយ៉ាងណាខ្ញុំនៅរត់តែគាត់ថាក៏ប៉ុន្តែគាត់ទប់កំពុងទប់មែនអារម្មណ៍ខ្លាចហ្នឹងក៏ខ្លាចរត់ទៅធម្មតាចាស់ធ្លាប់និយាយថាពេលឃើញខ្មោចឬវិញ្ញាណអីមួយយើងកុំធ្វើខ្លាចឲ្យវាដឹងអញ្ចឹងយើងរត់ទៅអាចបាសសពអីឈឺអញ្ចឹង ហ្នឹងហើយឈឺជ្រុះសក់អីចឹងណាមានណា អញ្ចឹងទៅក៏គាត់
tục lạiពួកយើងចឹងព្រោះគាត់បងយើងចឹងហើយបើសិនជាគាត់បងយើងហើយគាត់ធ្វើលើដាក់ទៅខ្លាចទៀតនឹងគាត់ខ្មាស់យើងដែរចឹងទៅគាត់បាននិយាយប្រាប់យើងរឿងរ៉ាវចឹងទៅគឺក៏ខ្លាចចឹងទៅប៉ុន្តែសួរថាត្រីនឹងបោះចោលអត់គាត់បោះចោលគាត់យកធម្មតាតែសម្រាប់យើងអត់ហ៊ានទេយើងក៏ញើតគាត់ហូបធម្មតាតែត្រីវាធំចម្លែកមែនទេចម្លែកពេលអញ្ចឹងហើយខ្មៅខ្មៅត្រីវាថាដូចត្រីនៅម្លប់តែម្លប់ចឹងពោះព្រៃទៅព្រៃដែរពេលអញ្ចឹងខ្លាចដែរហ្នឹងហើយពេលលើកក្រោយហ៊ានទៅបងទៀតទេលើកក្រោយអត់ទៀតទេគាត់វល់ទៅអត់ទៅទេហើយគាត់ក៏អត់ទៅឡើងនឹងទៀតដែរអញ្ចឹងទៅកន្លែងផ្សេងម្ដងហ្នឹងហើយហើយមនុស្សគាត់គឺអាសាជួបច្រើនខ្ញុំចង់បន្ថែមបន្តិចទៀតទៅនឹងរឿងគាត់អានឹងរឿងគាត់និយាយផ្ទាល់ដែរអញ្ចឹងណាគាត់ជួបផ្ទាល់គាត់និយាយប្រាប់ខ្ញុំដែរគាត់តាណាប្រាប់ខ្ញុំតពីសាច់រឿងដែលខ្ញុំនិយាយមិញហ្នឹងគាត់និយាយប៉ុន្តែរឿងនេះខ្ញុំនិយាយតែមួយរឿងទេព្រោះរឿងគាត់ជួបច្រើនអញ្ចឹងខ្ញុំនិយាយច្រើនទៅវាអញ្ចឹងណាដើម្បីខ្ញុំចាំអត់អស់សាច់រឿងខ្ញុំចាំច្បាស់ទៅគឺមានតែមួយរឿងទៀតទេអញ្ចឹងរឿងហ្នឹងការគាត់នៅស្រុកគាត់ហ្នឹងគាត់អ្នកដើររំបាស់ដែរអញ្ចឹងណាពីក្មេងៗគេនិយមរំបាស់រំអីស្ទាវអញ្ចឹងរំធំបាស់រំអីយប់ឡើងចាក់តាមភូមិហ្នឹងហើយអញ្ចឹងទៅគេដាក់បាស់នៅភូមិជាប់គាត់អញ្ចឹងណាជាប់ភូមិគាត់អញ្ចឹងទៅគាត់បបួលគ្នាវត្តភ័ក្រគាត់ហ្នឹងទៅរំអញ្ចឹងបន្ទាប់ពីគាត់រំហើយសប្បាយទៅគាត់មកវិញអញ្ចឹងណាមកវិញហ្នឹងយប់ហើយគាត់រំនៅតែបិទបាសបងប្អូននឹងស្រាប់អីបិទបាសហ្នឹងមិនណយទេគឺខ្ទង់មកហ្នឹង12 1ដឹងម៉ោង2ដឹងណាបានមកវិញហើយទៅក៏គាត់មកវិញគ្នាគាត់ចឹងប៉ុន្តែនៅពេលដែលមកវិញហ្នឹងគឺគាត់បាត់ភ័ក្រគាត់ខ្លះហ្នឹងក៏គាត់ចូលផ្ទះចឹងណាយើងចែកផ្លូវគ្នានឹងចែកផ្លូវគ្នាចឹងទៅសល់គ្នាគាត់3នាក់យើងគាត់3នាក់ដែលគាត់នៅក្បែរគ្នាចឹងណាដើរទៅគាត់ដើរដល់កន្លែងហ្នឹងវាដាច់ផ្ទះចឹងណាមានព្រៃមានដើមពិលទឹកដើមអីចឹងណាល្ងឹតមែនទេហ្នឹងហើយល្ងឹតជំនាន់ហ្នឹងវាមិនដូចភ្លឺសម័យឥឡូវយើងមានអំពូលភ្លើងតាមផ្លូវណាពីច្រើនសបោដើមឈើតាមផ្លូវកាលនោះមាន7អីមួយទួយមួយហ្នឹងអញ្ចឹងខ្លងហ្នឹងអញ្ចឹងទៅគាត់ក៏ដើរទៅក៏មានអាធ្ងន់ខ្លួនហ្នឹងដើរដូចធ្ងន់ខ្លួនអញ្ចឹងទៅគាត់សង្កេតមកចេះធ្ងន់ខ្លួនតែគាត់ក៏លេចមើលលើម្រាយហើយនៅពីលើមែនហ្នឹងហើយងោកដាក់គាត់បដ ாய் ស្រីក៏ប្រុសស្រីគាត់រត់យកបដ ாய் ពេលរត់យកអញ្ចឹងទៅលែងធ្ងន់ខ្លួនមកមិនលែងធ្ងន់ទេគឺរត់កាន់តែធ្ងន់បើនិយាយគាត់ស្រែកឲ្យជួយមកពួកម៉ាក់គាត់ជួយផងដែរឲ្យពួកម៉ាក់គាត់មិនតែជួយទេរត់យករៀងខ្លួនពេលអញ្ចឹងរត់យកទៅប្រាយកបាទហើយគាត់ថាគាត់រត់បដ ாய் កាន់តែធ្ងន់ឲ្យវាសន្លក់ដាក់យើងអញ្ចឹងសក់វាធ្លាក់ដល់នេះហ៎សឹងដល់ឆ្កេះយើងគាត់និយាយប៉ុន្តែពេលគាត់ធ្ងន់ដំបូងហ្នឹងគាត់អត់ឃើញអីទេតោះគាត់ឆ្ងើយមើលអញ្ចឹងឆ្ងើយលើវាយើងងើយទៅឃើញបាទរត់ទៅគឺកាន់តែឃើញមកហើយមុខគាត់ថាមុខខ្មៅមើលអត់យល់ថាមុខមិនទេតែមុខដល់ខ្មៅតែសក់ធ្លាក់ stress ស្រាយហើយគាត់កាន់តែរត់កាន់ធ្ងន់អញ្ចឹងគាត់ប្រឹងមកទំហឹងគាត់មកកម្លាំងគាត់រត់ទៅដល់ផ្ទះគាត់អត់មានថាគោះទ្វារបើកអីគាត់ផ្លោះកាមេរ៉ាវា3កាំរហូតតែ3ជាហ៊ានដល់លើផ្ទះធាក់ទ្វារចូលមកហើយមានឲ្យអ្នកផ្ទះបើកទ្វារទេហ្នឹងមកទំហឹងនៅខ្លាចតែគាត់ថាម៉ែជួយផងមកលើគាត់ធាក់ផាំងចូលផ្លុកគេភ្ញាក់ព្រៀបអញ្ចឹងទៅណាទៅភ័យញ័រញាក់អញ្ចឹងទៅកាលហ្នឹងអត់ទេអ្នកខ្លះមានកញ្ចៅជួបរហូតហ្នឹងក៏ជួបរហូតមិនតែអាហ្នឹងថ្មីការគាត់អត់តដឹងខ្លួនឯងអញ្ចឹងតែនៅពេលដែលគាត់ជួបញឹកទៅគាត់ថាធម្មតាឥឡូវធម្មតាហ្នឹងគាត់ថាវាជាធម្មតាហើយជាងគាត់ឃើញទៅគាត់ជេរអញ្ចឹងណាគាត់ថាអញ្ចឹងវិតបាត់អញ្ចឹងណាហ្នឹងតែអ្វីដែលគាត់និយាយតែការសាច់រឿងដែលគាត់ភ័យថន់ថ្លោនោះគឺដោយសារគាត់ថ្មីអញ្ចឹងណាគាត់ដូចក្មេងនឹងជំទង់អញ្ចឹងណាបាទអញ្ចឹងសាច់រឿងរបស់យើងគឺមិនតែប៉ុណ្្នឹងទេរឿងរបស់គាត់ហើយអានេះក៏ខ្ញុំទៅជាមួយគាត់បន្តដែររឿងហ្នឹងចាបងប្អូនស្ដាប់ហើយមានអារម្មណ៍បែបណាដែរបើសិនជាអានេះខ្លួនខ្ញុំផ្ទាល់ក៏ស្ដាប់បដាព្រឺរោមបដាអង្គុយចិត្តគាត់ស្ដាប់ចឹងសាកសម័យតាមគាត់ណាអញ្ចឹងអរគុណបងប្អូនសម្រាប់ការតាមដាន Channel YouTube អតីតកាលហើយជួយ Subscribe ម្នាក់មួយដើម្បីបានរឿងរន្ធត់ព្រឺព្រួចខ្លាំងជាងនឹងទៀតអរគុណសម្រាប់ការតាមដាន